បាទទស្សន៍បងប្អូនអរគ្នាជួបមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំមានជាវីដេអូមកបង្ហាញនិងពន្យល់ខ្លះពីរបៀបនៃការបង្កើត Facebook បាទចង់ដឹងថា Facebook យើងបង្កើតយ៉ាងម៉េចបានត្រឹមត្រូវនិងប្រើប្រាស់លេខបានយូរមិនខូចចឹងទៅបើចឹងសូមរីករាយតាមដានជាមួយនឹងខ្ញុំទៅតទៅដំបូងឡើយគឺយើងចុចមកចុចចូលរបប Facebook នឹងមកចុចចូលមកហ្នឹងហើយតមកទៀតគឺយើងចុចចូលប៊ូតុងខាងក្រោម create new Facebook account ចុចចូលមកខាងក្រោមនេះតមកទៀតចុចពាក្យដាស់លេខចុចនេះមកតមកទៀតវាចេញមកបែបនេះគឺឈ្មោះchannel របស់ខ្ញុំហ្នឹងហើយខ្ញុំសូមថតក្រោយសូមបង្កើតដោយអត់មានពាក់ព័ន្ធជាមួយនឹង channel ទេហ្នឹងហើយតមកទៀតចេញបែបនេះវាឲ្យយើងបំពេញឈ្មោះហ្នឹងហើយឈ្មោះរបស់យើងដាក់មិនដាក់ទៅដាក់ឈ្មោះពិតយើងក៏បានដាក់ឈ្មោះមិនក៏បានដែរខ្ញុំសូមដាក់ឈ្មោះណាសូមដាក់បែបនេះបន្តមកទៀតយើងបន្តពីពេលយើងដាក់ឈ្មោះរួចហើយយើងចុចពាក្យនេះយើងមកហ្នឹងហើយវាឲ្យយើងបំពេញខែឆ្នាំកំណើតហ្នឹងហើយយើងកើតថ្ងៃអីខែអីយើងដាក់មកនេះខែដាក់មកខ្ញុំសូមជូនសូមយកថ្ងៃទី8ឆ្នាំ2000អញ្ចឹងតទៅពីយើងដាក់ឆ្នាំរួចមកយើងចុចពាក្យនេះទៅមកទៀតផ្សេងបែបនេះគឺឲ្យយើងរើសភេទខាងលើគឺស្រីខាងលើនេះស្រីខាងកណ្ដាលហ្នឹងគឺប្រុសខាងក្រោមហ្នឹងគឺយើងមិនទាន់ពេញទេចាំពេញពេលក្រោយយើងមិនទាន់ចំមកពេញអញ្ចឹងខ្ញុំសូមយកខាងលើពេញមកតមកទៀតចុចនេះចុចទៅឲ្យបំពេញលេខទូរស័ព្ទហ្នឹងណាដល់ពួក Facebook មួយនេះគឺខ្ញុំរៀនអំពីរបៀបបង្កើត Facebook តាមលេខទូរស័ព្ទទេ email គឺខ្ញុំបានបង្កើតវាម្ដងរួចហើយហ្នឹងហើយអញ្ចឹងគឺវិធីងាយគឺបង្រៀនឲ្យបងប្អូនចេះបង្កើត Facebook តាមហ្នឹងហើយលេខទូរស័ព្ទហ្នឹងហើយលេខទូរស័ព្ទហ្នឹងត្រូវជាលេខទូរស័ព្ទរបស់យើងផ្ទាល់ខ្លួនរបស់យើងមិនយកលេខទូរស័ព្ទអ្នកដទៃអ្នកផ្សេងមកបង្កើតហ្នឹងហើយដើម្បីស្រួលក្រុមហ៊ុន Facebook គេផ្សាយលេខកូដមកយើងបំពេញលេខកូដតាមហ្នឹងហើយខ្ញុំសូមដាក់លេខរបស់ខ្ញុំហ្នឹងហើយគឺ062 7កូដ500 21ហ្នឹងហើយបន្តមកទៀតយើងចុចពាក្យនេះហ្នឹងហើយកន្លែងនេះគឺយើងវាឲ្យបំពេញលេខសម្ងាត់ហ្នឹងគឺលេខដែលត្រូវចាំហ្នឹងហើយខ្ញុំសូមបំពេញលេខសម្ងាត់បន្តិចដាក់មិនក៏បានដែរដាក់ជាភាសាអង់គ្លេសដាក់ជាលេខហ្នឹងហើយតទៅមកទៀតយើងចុចពាក្យនេះបាទបន្ទាប់ពីយើងបញ្ចូលលេខសម្ងាត់រួចហើយយើងចុចពាក្យខាងលើនេះមកគឺ sign up នេះមកហើយវាចេញបែបនេះតាមវាបន្តិចហ្នឹងហើយកំពុងតែ sign in វាសួរយើងថារក្សាលេខសម្ងាត់អត់អញ្ចឹងខ្ញុំរក្សាលេខសម្ងាត់នេះគឺលេខកូដវាបានផ្ញើមកហើយគឺ20វាចេញពីបែបនេះគឺខ្ញុំសូម cancel របស់វាសូម cancel ចេញបន្តមកខ្ញុំចុច OK មកកន្លែងហ្នឹងទៅមកទៀតចុចពាក្យឲ្យយើងបែបនេះឲ្យយើងដាក់តាំងរូបតែខ្ញុំសូមអត់តាំងរូបទេខ្ញុំសូម skip សិន skip បែបនេះហ្នឹងហើយទៅមកទៀតវាចេញបែបនេះយើងរើសចេញបែបនេះឲ្យយើង add friend យើងខ្ញុំសូម skip ទៅទៀត skip ទៅមកចេញបែបនេះបាទបើឃើញវាបែបនេះមានន័យថា Facebook យើងគឺទទួលបានជោគជ័យហើយហ្នឹងហើយសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់
កុំភ្លេចចុច Subscribe ដាក់កណ្ដឹងមួយផងសិនជាអាចឲ្យមួយដែរមួយដើម្បីទុកជាការលើកទឹកចិត្តនិងជាកម្លាំងចិត្តដល់ខ្ញុំបាទខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា